ជាសួរពុកម៉ែបងប្អូនទាំងអស់គ្នាប្រហែលជាពុកម៉ែបងប្អូនទាំងអស់គ្នាមុននឹងចុចមើលវីដេអូនេះបានឃើញតាមរយៈចំណងជើងក៏ដូចជា thumbnail នៃវីដេអូហើយដែលបានដាក់ថានៅក្នុងសង្គមយើងនឹងនិយាយចំអត់បានការនិយាយចំហ្នឹងគឺជាការដែលនាំបញ្ហាអីចឹងទៅអញ្ចឹងប្រធានបទនៅក្នុងវីដេអូនេះយើងនឹងនិយាយក៏ដូចជាពិភាក្សាគ្នាអំពីស្ថានភាពសង្គមរបស់យើងដែលខ្ញុំយល់ថាស្ថានភាពសង្គមមួយនេះគឺអត់ត្រូវការឲ្យនិយាយចំទេមិនថាលើប្រធានបទអ្វីក៏ដោយនៅក្នុងវីដេអូនេះនាងខ្ញុំនឹងលើកយកពីចំណុចធំបញ្ជាក់ថាតើហេតុអ្វីស្ថានភាពក្នុងសង្គមដែលយើងកំពុងរស់នៅហ្នឹងមិនត្រូវការឲ្យយើងនិយាយចំជាពិសេសសម្រាប់អ្នកដែលដូចខ្ញុំដើរតួជាអ្នកនិយាយជាសាធារណៈឬក៏បញ្ចេញមតិយោបល់អីចឹងទៅឬក៏ថាអ្នកផលិតមាតិកាណាហើយក៏ដូចជាជូនទៅដល់ពុកម៉ែបងប្អូនដែលជាអ្នកស្ដាប់ទាំងអស់គ្នាដែរប៉ុន្តែមុននឹងចូលទៅដល់បញ្ហានេះខ្ញុំសូមនិយាយសិនខ្ញុំបង្កើត channel នេះឡើងដែលចែករំលែកពីចំណេះដឹងផ្សេងការយល់ឃើញទៅលើរឿងអ្វីមួយឬក៏វិភាគទៅលើបញ្ហាផ្សេងណាគឺនេះខ្ញុំបង្កើតឡើងនឹងដើម្បីនាំឲ្យមានការគិតអាចថាផ្ដល់ជាគំនិតឬក៏ជារូបមន្តមួយដែលពុកម៉ែបងប្អូនទាំងអស់គ្នាដែលជាអ្នកស្ដាប់នឹងអាចយកទៅ apply ឬក៏យកទៅប្រើប្រាស់នៅក្នុងស្ថានភាពផ្សេងពាក់ព័ន្ធទៅលើការគិតការពិចារណាអីចឹងទៅខ្ញុំអត់សូវនិយាយចំទេហើយក៏អាចថាវាជាគោលការណ៍មួយដែរដែលខ្ញុំអត់សូវនិយាយចំទេមិនថាទៅលើបញ្ហាអ្វីក៏ដោយមិនថាសេដ្ឋកិច្ចនយោបាយឬក៏ចំណេះដឹងគឺអត់សូវនិយាយចំទេចង់ឲ្យអ្នកស្ដាប់ទាំងអស់គ្នានឹងចូលរួមគិតវាក៏ភ្ជាប់ជាមួយនឹងចំណោទបញ្ហាយើងដែរដោយសារតែខ្ញុំយល់ថាប្រជាជនរបស់យើងមានគំនិតចាក់ស្រេះឬក៏ឫសគល់នៃការគិតមកហ្នឹងគឺជាប់កំអែលនៃអាណានិគមអាចនិយាយថាកាលពីមុនយើងនៅក្រោមអាណានិគមដែលយើងអត់មានសិទ្ធិធ្វើអ្វីគ្រប់យ៉ាងនៅក្រោមរបបផ្ដាច់ការគេប្រាប់ឲ្យយើងធ្វើអីយើងត្រូវធ្វើនឹងតាមគេអញ្ចឹងយើងអត់បាច់គិតទេគេប្រាប់ទៅឆ្វេងទៅស្ដាំប៉ុន្តែដោយសារតែយើងរស់នៅក្នុងទម្លាប់ដែលត្រូវបានគេបញ្ជាត្រូវបានគេបង្គាប់ឲ្យធ្វើអ្វីមួយនឹងយូរពេកវាបង្កើតជាទម្លាប់ធ្វើឲ្យយើងនឹងលែងចេះគិតលែងចេះពិចារណាយើងចាំតែធ្វើតាមគេឬក៏ស្ដាប់តាមគេប៉ុណ្ណោះដែលយូរទៅយើងคล้ายជាលែងគិតឬក៏ខ្ជិលគិតនឹងឯងអញ្ចឹងជាថ្មីម្ដងទៀតនាងខ្ញុំបង្កើត channel នេះឡើងក៏ដូចជាធ្វើវីដេអូចែករំលែករាល់ដងមកអាចថាជាង100វីដេអូគឺច្រើនដែរនាងខ្ញុំមានគោលបំណងនៅក្នុងការដែលឲ្យអ្នកស្ដាប់វីដេអូរបស់នាងខ្ញុំទាំងអស់គ្នានឹងចូលរួមនៅក្នុងការគិតឬក៏មានទម្លាប់នៅក្នុងការគិតការវិភាគនិងថ្លឹងថ្លែងអត់ចាំបាច់ជឿខ្ញុំថាបែបនេះល្អបែបនេះអាក្រក់ឬក៏ស្ដាប់វីដេអូរបស់អ្នកណាក៏ដោយទស្សនាវីដេអូឬក៏ការណែនាំរបស់អ្នកណាក៏ដោយស្ដាប់ហើយយកមកគិតយកមកវិភាគខ្លួនឯងកុំជឿតាមតែគេប្រាប់បែបណាទៅបែបហ្នឹងអាហ្នឹងឯងគឺជាគ្រោះថ្នាក់នៃសង្គមមួយហ្នឹងចូលមកដល់ចំណោទបញ្ហាទី1ថាតើហេតុអ្វីបាននាងខ្ញុំនិយាយថាសង្គមមួយនេះគឺបើចំពោះអ្នកផលិតមាតិកាឬក៏អ្នកដើរតួជាអ្នកនិយាយដូចខ្ញុំគឺអត់ត្រូវនិយាយឲ្យចំឬក៏អត់ត្រូវការឲ្យនាងខ្ញុំនឹងនិយាយចំទេមូលហេតុគឺវាតភ្ជាប់មកពីចំណោទបញ្ហាខាងលើដោយសារតែប្រជាជនខ្មែរយើងនឹងគឺមានទម្លាប់ដេកដួលចូលចិត្តស្ដាប់តែអ្វីដែលត្រង់ចំចូលចិត្តស្ដាប់តែអ្វីដែលចង់ស្ដាប់ចូលចិត្តស្ដាប់តែអ្វីដែលពិរោះស្ដាប់ហើយបញ្ហាគឺការដែលចូលស្ដាប់អីដែលត្រង់ចំនឹងឯងបែបថាគេប្រាប់មកចំទៅអត់ហត់គិតអត់ហត់ពិចារណាបើសិនជាគេប្រាប់មកនៅក្នុងនឹងមានលក្ខចម្លើយមានលក្ខអីចឹងស្ដាប់ហើយគឺចោលតែម្ដងអត់មានប្រឹងរកចម្លើយប្រឹងរកអីដែលគេលាក់នៅក្នុងអ្វីដែលគេប្រាប់នឹងទេអញ្ចឹងជាបញ្ហាហ្នឹងគឺធ្វើឲ្យប្រជាជនឬក៏អ្នកទាំងអស់គ្នាហ្នឹងលែងចេះគិតថ្លឹងថ្លែងលែងចេះវិភាគហើយនៅពេលដែលយើងចូលចិត្តស្ដាប់ហើយអត់ចូលចិត្តគិតស្ដាប់ហើយជឿហ្នឹងវាជាបញ្ហាដែលគេនាំយើងទៅណាក៏បានដែរឲ្យតែឮថាគេនិយាយអីមួយគឺយើងផ្អើលឈូផ្អើលឆទៅតាមគេតែម្ដងដោយសារអីគឺយើងអត់បានយករឿងទាំងអស់ហ្នឹងយកមកវិភាគអីសូម្បីតែសួរថាពិតឬក៏អត់ហ្នឹងណាសួរខ្លួនឯងថារឿងហ្នឹងពិតឬក៏អត់មិនបានទៅជាចឹងអត់មានអ្នកណាដែលចេះសួរខ្លួនឯងទេឲ្យតែឮគេនិយាយមកគឺយើងជឿតែម្ដងឲ្យតែឮគេផុសឲ្យតែឃើញគេផ្អើលរឿងអីមួយហ្នឹងយើងឈូទៅតាមគេយើងអត់បានគិតអត់បានសួរខ្លួនឯងថាវាពិតឬក៏វាកើតឡើងដោយបែបណាអាចមានហេតុផលអីនៅពីក្រោយហ្នឹងទេអញ្ចឹងខ្ញុំមើលឃើញថាចំណុចហ្នឹងឯងដែលសង្គមយើងនឹងអត់ត្រូវការឲ្យយើងនិយាយត្រង់ទេដោយសារតែនិយាយត្រង់គឺយើងដូចលើកកម្ពស់ការដែលអត់ព្យាយាមគិតនឹងឯងយើងកាន់តែនិយាយត្រង់គឺកាន់តែលែងមានអ្នកគិតអញ្ចឹងនិយាយហ្នឹងຕົកខ្លះទៅនិយាយហ្នឹងនិយាយឲ្យគិតខ្លះទៅខ្ញុំអត់ដឹងថារៀបពាក្យឬក៏បញ្យលយ៉ាងណាទេចំពោះចំណុចហ្នឹងគាត់តែចង់និយាយឲ្យខ្លីថាសរុបមកហ្នឹងគឺប្រជាជនយើងហ្នឹងខ្ជិលគិតចឹងបើយើងនិយាយត្រង់ទៅយើងដូចលើកកម្ពស់ការខ្ជិលគិតហ្នឹងអញ្ចឹងហើយបើយើងចង់លើកកម្ពស់ការគិតឲ្យប្រជាជនរបស់យើងឬក៏អ្នកទាំងអស់គ្នាហ្នឹងចេះពិនិត្យថ្លឹងថ្លែងចេះពិចារណាតើតើយើងអាចនិយាយត្រង់ទេយើងអាចប្រាប់ហេតុផល1 2 3ឈរនៅលើភាពត្រឹមត្រូវឬក៏ហេតុផលច្បាស់លាស់ណាមួយចឹងទៅប៉ុន្តែឲ្យគាត់គិតដោយខ្លួនឯងអញ្ចឹងអាហ្នឹងខ្ញុំគិតថាវាជាវិធីមួយដូចគ្នា
នេះខ្ញុំសូមលើកឧទាហរណ៍មួយនេះខ្ញុំធ្លាប់ធ្វើវីដេអូពាក់ព័ន្ធជាមួយនឹងសេដ្ឋកិច្ចកម្ពុជាដូចជាសេដ្ឋកិច្ចកម្ពុជាឆ្នាំ2025នេះខ្ញុំបានលើកឧទាហរណ៍មកថាអ្នកវិភាគថាបើសិនជាធ្វើបែបនេះនឹងបានចម្លើយបែបនេះធ្វើបែបនេះនឹងបានចម្លើយបែបនេះហើយនឹងខ្ញុំបានលើកយកហេតុផលជាច្រើនឬក៏ចំណុចគោលជាច្រើនថាបើសិនជាយើងធ្វើអញ្ចេះចេញចម្លើយកធ្វើបែបនេះចេញចម្លើយខប៉ុន្តែនៅពេលដែលរៀបរាប់ហើយទាំងអស់ហើយក៏បានបញ្ជាក់ទៀតថារឿងហ្នឹងគឺអត់មានអ្នកណាអាចកំណត់បានទេព្រោះជាក់ស្ដែងវាពាក់ព័ន្ធជាមួយថ្នាក់ដឹកនាំពាក់ព័ន្ធជាមួយនឹងការសម្រេចចិត្តនៅក្នុងប្រទេសរបស់យើងពាក់ព័ន្ធជាមួយនឹងទឹកចិត្តរបស់អ្នកវិនិយោគទុនឬក៏ពាក់ព័ន្ធលើបញ្ហាអីផ្សេងទៀតឲ្យតែអ្នកទាំងអស់គ្នាដែលមានទឹកមាត់ប្រៃមានទម្ងន់ធ្ងន់នៅក្នុងវិស័យមួយនឹងសម្រាប់ចិត្តបែបណាគឺវា affect វាប៉ះពាល់ទៅតាមហ្នឹងហើយចឹងអត់មានអ្នកណាអាចទស្សទាយប៉ាន់ស្មានដឹង 100% ទេហើយនេះខ្ញុំនិយាយបែបហ្នឹងលើកហេតុផលមកសពគ្រប់ចុងជ្រោយនៅតែមានអ្នកខមមិនថាអូនិយាយមួយថ្ងៃហើយចុងក្រោយអាចសរុបបានថាសេដ្ឋកិច្ចនឹងឡើងឬក៏ចុះទាំងដែលប្រាប់មូលហេតុ1 2 3មកទាំងអស់ថាបែបណាប៉ុន្តែគាត់នៅតែស្ដាប់អត់មានបានស្ដាប់យល់ថាអូវានឹងអាចទៅជាអញ្ចេះទេគឺចង់បានតែចម្លើយមួយម៉ាត់គាត់ឡើងឬក៏ចុះអញ្ចឹងខ្ញុំមើលឃើញថាអាហ្នឹងឯងគឺជាបញ្ហាកុំថាឡៃនាងខ្ញុំគ្រាន់តែអ្នកផលិតមាតិកាផលិតវីដេអូដើម្បីចែករំលែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងសេដ្ឋកិច្ចនឹងទោះបីជាអ្នកជំនាញតែម្ដងក៏គេមិនអាចកំណត់បាន 100% ដែរអញ្ចឹងណាអាហ្នឹងឯងជាបញ្ហាទាមទារឲ្យមានការគិតស្ដាប់ហើយនឹងវិភាគយកព័ត៌មានយកទិន្នន័យរបស់គេនឹងយកមកគិតខ្លួនឯងកុំចេះតែជឿគេកុំចេះតែចង់បានចម្លើយពីគេថាឡើងឬក៏ចុះថាខុសឬក៏ត្រូវចូលមកដល់ករណីទី2ថាហេតុអ្វីបានជាយើងអត់គួរនិយាយចំឬកំណត់ឲ្យច្បាស់លាស់ទៅលើរឿងអីមួយអញនិយាយបានថាជាទូទៅតែម្ដងអ្វីក៏វាមានផលល្អផលអាក្រក់ដែរសនិងខ្មៅដើរទន្ទឹមគ្នាហើយនៅក្នុងចន្លោះហ្នឹងវាមិនមែនមានតែសឲ្យខ្មៅទេគឺវាមានប្រភេទមួយទៀតអញ្ចឹងបើសិនជាយើងវែកញែកឬក៏វិភាគទៅលើរឿងអីមួយជាពិសេសបញ្ហាដែល sensitive ខ្លាំងជួនកាលយើងអាចថាកត្រូវខខុសប៉ុន្តែពេលខ្លះអានឹងវាគ្រាន់តែជាការគិតរបស់យើងមកពេលជួនកាលពេលហ្នឹងយើងអត់ទាន់ប្រមូលទិន្នន័យបានទាំងអស់ជួនកាលយើងអត់ទាន់បានស្ដាប់ពីភាគីខហើយយើងគិតថាភាគីកហ្នឹងត្រូវអញ្ចឹងបើសិនជាយើងវែកញែកត្រូវអត់អីទេតែពេលខ្លះយើងក៏វែកញែកខុសដែរដោយសារកត្តាផ្សេងដោយសារកត្តាប្រមូលព័ត៌មានអត់គ្រប់ឬក៏រឿងអីផ្សេងដែលវាមាន plot twist ឬក៏មានរឿងអាចកំបាំងអីមួយនៅក្នុងហ្នឹងចឹងទៅហេតុផលទី2ហ្នឹងតដែរទៀត pros and cons ឬក៏ផលល្អផលអាក្រក់ហ្នឹងដូចនិយាយចឹងរឿងអីក៏មានពីរភាគដែរយើងនិយាយថាល្អឬក៏អាក្រក់ចុះអញ្ចឹងជួនកាលយើងអះអាងវែកញែកថារឿងនឹងល្អតែល្អសម្រាប់តែមជ្ឈហៀងឯងប៉ុន្តែសម្រាប់មជ្ឈហៀងទៀតរឿងនឹងវាអត់ល្អឯងអញ្ចឹងអ្នកដែលយល់ថាអត់ល្អឬក៏ទទួលបានលទ្ធផលមិនល្អហ្នឹងគឺគាត់អត់សប្បាយចិត្តទេអញ្ចឹងបើខាងអត់សប្បាយចិត្តនឹងមានគ្នាច្រើនឬក៏មានទំហំធំជាងខាងសប្បាយចិត្តអាហ្នឹងវាក៏ជាបញ្ហាដែរដោយសារតែឧទាហរណ៍មានមនុស្ស100នាក់មានកមានខអញ្ចឹងបើយើងជ្រើសរើសលើកខាងកចុះបើខាងខហ្នឹងមានគ្នារហូតដល់98នាក់ហើយបង្កើតជាបញ្ហាឲ្យយើងវិញតាមពិតឈរលើភាពត្រឹមត្រូវហ្នឹងគឺវាត្រូវហើយប៉ុន្តែកន្លែងហ្នឹងវាជារឿងដែលគួរពិចារណាពុជនកាលទោះបីជាយើងអាកាត់ទៅវាត្រឹមត្រូវថាខាង2នាក់ហ្នឹងត្រូវហើយខាង98នាក់ហ្នឹងខុសទោះបីជាយើងធ្វើបែបហ្នឹងវាត្រូវមែនឈរលើភាពត្រឹមត្រូវប៉ុន្តែជួនកាលវាធ្វើឲ្យយើងខ្លួនឯងហ្នឹងល្អក់កកជាមួយនឹង98នាក់ផ្សេងទៀតនេះខ្ញុំយល់ថាប្រហែលជាកន្លែងនេះពិបាកទទួលយកសូម្បីតែនេះខ្ញុំខ្លួនឯងហ្នឹងក៏ពិបាកទទួលយកដែរបើមិនជាយើងឈរលើភាពត្រឹមត្រូវប៉ុន្តែយើងត្រូវតែទទួលស្គាល់ឲ្យមែនទែនថានៅក្នុងសង្គមយើងណាអាការបែងចែករឿងខុសហើយនឹងត្រូវហ្នឹងវានៅជាប់ក្អែលមកពីដើមមកច្រើនគឺអត់ទាន់ទទួលយកបាន 100% ទេមែនមនុស្សគ្រប់គ្នានឹងសុទ្ធតែទទួលយកបាននៅភាពខុសឬក៏ត្រូវឬក៏ការលំអៀងយុត្តិធម៌មិនយុត្តិធម៌ទាំងអស់នឹងដែរអញ្ចឹងនៅពេលដែល98នាក់នឹងល្អកកមួយយើងណាពេលលើក្រោយយើងនិយាយរឿងអីដែលត្រូវក៏98នាក់នឹងច្រានចោលមិនទទួលយកអ្វីដែលយើងធ្វើត្រូវនឹងដែរអញ្ចឹងគួរណាស់តែបើសិនជាអាចបើសិនជាអត់ចាំបាច់ទេគួរណាស់តែយើងកុំអាកាត់ថា98នាក់នឹងខុសយើងគួរតែគ្រាន់តែបង្ហាញពីគោលការណ៍មួយចំនួនប្រាប់ថាធ្វើបែបនេះត្រូវរឿងនេះខុសរឿងនេះត្រូវអីចឹងទៅប៉ុន្តែអត់អាចនិយាយដាច់ម៉ាត់ថា98អ្នកនឹងខុសហើយឲ្យពួកគាត់ពិចារណាខ្លួនឯងឬមួយក៏អ្នកណាដែលគេមានជំនាញហ្នឹងគេបកស្រាយឬក៏អាកាត់រឿងហ្នឹងទៅចោះអញ្ចឹងវាអាចនិយាយបានថាក្នុងរឿងមួយចឹងគឺគួរតែកុំអាកាត់គ្រាន់តែបង្ហាញគោលការណ៍ទៅបានហើយដើម្បីឲ្យពួកគាត់ហ្នឹងគិតខ្លួនឯងផ្អែកលើគោលការណ៍លើភាពត្រឹមត្រូវទាំងអស់ហ្នឹងថាអ្នកណាខុសអ្នកណាត្រូវឬមួយក៏រឿងហ្នឹងសម្រាប់ទៅបែបណានិយាយទៅអាចនិយាយថារឿងអាកាត់ភាពខុសឬក៏ត្រូវចំពោះ98ហើយនឹង2មួយហ្នឹងពិបាកទទួលយកនេះខ្ញុំនិយាយតែសូម្បីតែនេះខ្ញុំក៏ពិបាកទទួលយកដែរប៉ុន្តែវាអត់មានអីទៀងទេពេលខ្លះវាត្រូវតែអញ្ចឹងមែន
ដោយដែលនិយាយចឹងពេលយើងមិនអាកាត់មិនមែនបានន័យថាយើងខ្លួនឯងនឹងអត់ដឹងថា98នឹងខុសហើយក៏មិនមែនឲ្យយើងត្រឡប់ថា98អ្នកនឹងត្រូវដែរគ្រាន់តែថាឲ្យយើងនឹងគឺកុំច្បាស់លាស់នៅក្នុងការនិយាយឬក៏ឆ្លើយដាច់ខាតថា98អ្នកនឹងខុសពេកបើសិនជាវាអត់ចាំបាច់គួរណាស់តែបញ្យល់ឲ្យគាត់យល់សិនថាមានគោលការណ៍1 2 3នៅក្នុងរឿងហ្នឹងអញ្ចឹងទៅយើងគ្រាន់តែបញ្យល់គោលការណ៍ហ្នឹងណានៅក្នុង98អ្នកហ្នឹងប្រកាសជាមានមួយចំនួនដែលយល់គោលការណ៍ដែលយើងបានបញ្យល់ឲ្យដឹងថាខ្លួនឯងខុសហើយអញ្ចឹងយូរទៅគាត់នឹងដឹងហើយពេលបញ្យល់ចុះបញ្យល់ឡើងគាត់នឹងដឹងខុសដោយខ្លួនឯងហើយប៉ុន្តែបើសិនជាយើងអត់និយាយអីសោះហើយយើងចោទថា98អ្នកហ្នឹងខុសហ่ะទោះបីជាយើងធ្វើត្រូវប៉ុន្តែគ្រាន់តែយើងអត់ត្រូវធ្វើក៏អញនិយាយថាឧទាហរណ៍98និង2ហ្នឹងក្នុងចន្លោះខ្មៅហើយនិងសគឺយើងត្រូវនៅកន្លែងប្រផេះនឹងឯងអញ្ចឹងសរុបមកវិញមកវាមានហេតុផលជាច្រើនទៀតដែលនេះខ្ញុំយល់ថាសង្គមរបស់យើងហ្នឹងពេលខ្លះអត់ត្រូវការឲ្យយើងនិយាយត្រង់ឬក៏និយាយចំពេកហើយហេតុផលទី1មនុស្សភាគច្រើននៅក្នុងសង្គមរបស់យើងហ្នឹងគឺខ្ជិលនៅក្នុងការគិតវិភាគពិចារណាគឺអង្គុយចាំតែជឿអញ្ចឹងបើសិនជាយើងនិយាយចំនិយាយត្រង់មកយើងដូចរុញទូកបដោយទឹកអញ្ចឹងធ្វើឲ្យពួកគាត់ហ្នឹងកាន់តែខ្ជិលគិតអញ្ចឹងអានឹងជាបញ្ហាចម្បងធំមួយកន្លែងនេះអញនិយាយថាអាហ្នឹងគឺជាអីដែលខ្ញុំផ្ញើជូនទៅកាន់អ្នកនិយាយចំពោះអ្នកស្ដាប់វិញក៏ដូចគ្នាកុំចូលចិត្តឲ្យគេនិយាយត្រង់ពេកព្យាយាមប្រើការគិតរបស់ខ្លួនឯងនៅក្នុងពេលដែលស្ដាប់ឬក៏ទទួលព័ត៌មានពីគេដូចគ្នាកុំចេះតែជឿគេសូម្បីតែខ្ញុំក៏ដោយបើអីដែលជាការវិភាគឬក៏បញ្ចេញមតិដោយខ្ញុំហ្នឹងក៏មិនបាច់ជឿពេកដែរព្រោះវាជាការបញ្ចេញមតិផ្ទាល់ខ្លួនឬក៏វាសំអាងផ្អែកទៅលើចំណេះដឹងដែលខ្ញុំមាននេះអញ្ចឹងជួនកាលអ្វីដែលខ្ញុំមានឬក៏ការគិតការយកឃើញហ្នឹងវាក៏មានកម្រិតដែរអញ្ចឹងព្យាយាមនៅក្នុងការដែលស្ដាប់គេហើយយកទៅគិតខ្លួនឯងគឺអីក៏ដោយវាមានផលល្អនិងផលអាក្រក់អញ្ចឹងប្រយ័ត្នថានៅពេលដែលយើងសម្រេចឬក៏និយាយចំទៅលើរឿងអីមួយបើមនុស្ស2នាក់ឆ្លោះគ្នាពេលយើងអាកាត់ហើយឬក៏និយាយចំថាអ្នកនេះខុសអ្នកនេះត្រូវហើយគឺប្រយ័ត្នអ្នកដែលគេទទួលបានខាងខុសឬក៏អ្នកដែលយើងនឹងថាគេខុសហើយក្នុងចំណុចហ្នឹងដូចគ្នាពេលខ្លះយើងអត់ចាំបាច់ជាអ្នកអាកាត់ឬក៏ដាច់ខាតត្រូវតែអាកាត់ថាអ្នកណាខុសអ្នកណាត្រូវទេគ្រាន់តែបង្ហាញថាគួរវិភាគបែបណាគោលការណ៍លើភាពត្រឹមត្រូវនឹងបែបណាចឹងនៅក្នុងវីដេអូឬក៏ចំណោទបញ្ហានេះខ្ញុំសូមលើកពីចំណុចហ្នឹងដែលខ្ញុំយល់ថាវាជាបញ្ហានៅក្នុងសង្គមយើងជាក់ស្ដែងបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាយល់ថាតើបញ្ហាអ្វីខ្លះដែលពាក់ព័ន្ធទៅលើប្រធានបទដែលយើងកំពុងតែលើកឡើងនេះអាច comment បាននៅខាងក្រោមចែករំលែកឲ្យខ្ញុំក៏ដូចជាអ្នកស្ដាប់ដទៃទៀតហ្នឹងបានដឹងផងហើយកុំភ្លេចខ្ញុំសនំពរទៅដល់អ្នកស្ដាប់ទាំងអស់គ្នាស្ដាប់ហើយមិនបាច់ជឿពេកទេស្ដាប់ហើយសូមគិតវិភាគពិចារណាដោយខ្លួនឯងទៅកុំចេះតែជឿពេកចឹងវីដេអូនេះមកដល់ទីបញ្ចប់ហើយអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាមកដល់ចំណុចនេះជាចំណុចបញ្ចប់នឹងឯងកុំភ្លេចចុច Subscribe ខ្ញុំផងដើម្បីជួបគ្នានៅក្នុងវីដេអូក្រោយៗទៀតអរគុណជម្រាបលាបាយបាយ